ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយនិយាយអំពីចំណេះដឹងតើហេតុអ្វីបានជាមនុស្សត្រូវការចំណេះដឹងគឺមានតាំងពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ដែលយើងមិនដឹងស្មានដល់ហើយមានមនុស្សជាច្រើនជាយាមរៀនយកចំណេះដឹងបានច្រើនពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់បងប្អូនមើលហេតុអ្វីបានជាផើងនេះគេធ្វើមានថ្នាក់ទាបបំផុតមានទំហំធំរហូតដល់ទំហំកម្រិតចុងក្រោយជាទំហំតូចមូលហេតុដោយសារតែចំណេះដឹងមានកម្រិតដូចផើងនឹងអញ្ចឹងផើងផ្កាទី1ដែលមានទំហំធំគេហៅថាកម្រិតដំបូងឬក៏កម្រិតមូលដ្ឋានអញ្ចឹងមូលដ្ឋានរបស់ចំណេះដឹងគឺមនុស្សត្រូវរៀនច្រើនលើគ្រប់ផ្នែកគ្រប់ចំណុចគ្រប់វិស័យដែលមនុស្សត្រូវការយល់ដឹងពីបន្តិចដងហើយចំណេះដឹងដែលបន្តទៅទៀតគឺរៀនដល់ថ្នាក់ខ្ពស់គឺរៀនល្មមប៉ុន្តែជាការគិតពិចារណាដល់កម្រិតទី3នេះមនុស្សក៏ត្រូវចាប់ផ្ដើមគិតពិចារណាឲ្យបានច្រើនឬក៏យើងអាចនិយាយថាកម្រិតអនុបណ្ឌិតឈានចូលកម្រិតទី4គឺបណ្ឌិតអញ្ចឹងយើងចង់និយាយថាចំណេះដឹងកាលណាយើងរៀនកាន់តែច្រើនកាន់តែខ្ពស់កាន់តែតិចទៅដូចរៀននៅក្រោមរៀនច្រើនមុខជារៀនបន្តមកចុងក្រោយបណ្ឌិតរៀនតែមួយមុខជាពិសេសគឺជាការស្រាវជ្រាវលើវិញ្ញាសាលើឯកសារលើព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនដូច្នេះចំណេះដឹងនៅក្នុងពិភពលោកយើងនេះមានច្រើនណាស់មានចំណេះដឹងបែបប្រពៃណីជំនាញទម្លាប់ចំណេះដឹងបែបសាសនាចំណេះដឹងបែបសង្គមចំណេះដឹងបែបវិទ្យាសាស្ត្រហើយបងប្អូនត្រូវរៀនយ៉ាងដូចនេះបើខ្លួនឯងនៅក្នុងប្រទេសមួយកំពុងអភិវឌ្ឍដែលត្រូវរៀនយ៉ាងដូចនេះឲ្យបានលំលាយឲ្យមានភាពច្បាស់លាស់លើសមត្ថភាពផ្ទាល់ខ្លួនដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើការរៀនជំនាញមួយដែលបងប្អូនត្រូវយល់ដឹងចំណេះដឹងទាំងនោះទី1យើងត្រូវអានត្រូវសរសេរត្រូវចងចាំត្រូវអនុវត្តត្រូវប្រើប្រាស់ទៅតាមគោលបំណងប្រាថ្នានៃជីវិតបងប្អូនម្នាក់ចំណេះដឹងជាប្រពៃណីជំនាញទម្លាប់យើងគិតថាវាជារឿងសាមញ្ញនៅតាមភូមិស្រុករបស់យើងទាំងអស់គ្នាប៉ុន្តែវាមិនមែនជារឿងសាមញ្ញទេដោយសារអីដូនតាខ្មែរយើងបានគ្រប់គ្រងប្រទេសរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺតាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ការសាងសង់ប្រាសាទការរៀបចំវប្បធម៌ប្រពៃណីសិល្បៈបុរាណផ្សេងឲ្យបន្សល់មកទល់នៅសម័យបច្ចុប្បន្ននេះក៏คล้ายទៅជានាំនៅចំណូលជូនថវិកាជាតិតាមរយៈវិស័យទេសចរដែលបរទេសបានដឹងបានឮតាមរយៈការធ្វើ content ការធ្វើមាតិកាសម្រាប់ឲ្យបងប្អូននៅបរទេសមើលឃើញដូច្នេះការរៀនអំពីវប្បធម៌ក៏មានសារៈសំខាន់ការរៀនអំពីសាសនានៅលើโลกនេះមានច្រើនប៉ុន្តែសំខាន់មាន4ទំហំហើយយើងទាំង4ហ្នឹងក៏មានគំនិតស្រដៀងគ្នាទៅតាមកម្រិតសាសនានីមួយដូច្នេះការរៀនអំពីសាសនាមួយរៀនពេញមួយជីវិតទើបអាចដឹងអំពីសាសនាមួយនោះបានរហូតដល់សាសនាមានដល់ទៅ4ធំបែបនេះក៏យើងរៀនច្រើនដែរអញ្ចឹងចំណេះដឹងអំពីសាសនាមានសារៈសំខាន់សម្រាប់ឲ្យមនុស្សធ្វើបានសេចក្តីសុខសន្តិភាពពិតប្រាកដជូនខ្លួនឯងមុនគេទើបបានជូនឲ្យមនុស្សជុំវិញខ្លួនហើយជូនទៅដល់សង្គមជូនទៅដល់គ្រួសារអញ្ចឹងហើយការរៀនអំពីសាសនាគឺជារឿងសំខាន់មួយទៀតការរៀនអំពីសង្គមគឺយើងត្រូវយល់ដឹងថាតើសង្គមនេះមានតម្រូវការអីសង្គមនេះមានតម្រូវការអីសង្គមបែបនេះមានតម្រូវការអីសង្គមបែបនេះមានតម្រូវការអីវាទាក់ទងនឹងសង្គមជាតិដែលរីកចម្រើនខ្លាំង
មិនសូវរីកចម្រើនឬក៏រីកចម្រើនជាមធ្យមនិងសង្គមជាតិដែលកំពុងតែចាប់ដើមធ្វើឲ្យរីកចម្រើនដូច្នេះយើងត្រូវយល់ដឹងថាតើសង្គមមួយនេះមានអ្វីជាតម្រូវការសម្រាប់មនុស្សរស់នៅគ្រប់គ្នាមានការហូបចុកមានការស្នាក់នៅមានការប្រស្រ័យទាក់ទងផ្សេងៗមានការរៀបចំវប្បធម៌ប្រពៃណីទំនៀមទម្លាប់សាសនាមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទៅតាមស្ថាប័នផ្សេងៗដើម្បីធ្វើឲ្យសង្គមមួយនេះមានភាពរីកចម្រើនដូច្នេះវាជាសេណារីយ៉ូជាសេណាចលនាចលករមួយសម្រាប់មនុស្សគ្រប់គ្នាត្រូវយល់ដឹងអំពីផ្នែកសង្គមទើបសង្គមនោះមានការរីកចម្រើនចំណែកឯវិទ្យាសាស្ត្រសម័យនេះគេហៅថាសម័យ AI អញ្ចឹងមនុស្សគ្រប់គ្នាកំពុងតែដើរតាមបច្ចេកវិទ្យា AI ដើម្បីប្រឈមជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗប្រឈមជាមួយនឹងការផលិតផ្សេងៗដើម្បីឲ្យសង្គមជាតិមួយនៅក្នុងសម័យបច្ចេកវិទ្យា AI នេះដើរទាន់សម័យកាលរស់នៅរបស់មនុស្សតម្រូវការរបស់មនុស្សជាក់ស្ដែងឧទាហរណ៍ AI ផលិតមនុស្សយន្ត AI ផលិតសេវាកម្មបម្រើនៅតាមភោជនីយដ្ឋានទៅតាមតំបន់ផ្សេងៗដូច្នេះក៏ធ្វើជាការនាំឲ្យមានការកាត់បន្ថយចំនួនមនុស្សក្នុងការធ្វើការងារដូច្នេះហើយយើងម្នាក់ក៏ត្រូវរៀនអំពី AI ឲ្យបានច្រើនទើបជីវភាពគ្រួសាររបស់យើងមានភាពរីករាយប្រសើរឡើងមានការវិវត្តប្រសើរឡើងទៅតាមសម័យកាលនីមួយៗបើសិនជាយើងដើរមិនទាន់បច្ចេកវិទ្យា AI ទេយើងនឹងធ្វើឲ្យបាត់ចំណូលដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចបណ្ដុះបណ្ដាលកូនចៅរបស់ខ្លួនឲ្យរៀនឲ្យបានច្រើនរៀនបានពូកែយល់ដឹងអំពីចំណេះដឹងទាំងឡាយដែលមាននៅក្នុងសង្គមនេះឲ្យបានច្រើនទើបជួយឲ្យគ្រួសាររីកចម្រើនទើបជួយឲ្យសង្គមរីកចម្រើនសរុបសេចក្តីមកខ្ញុំបាទមានអំពីចំណេះដឹងចំនួន4ធំនឹងដើម្បីឲ្យយើងទាំងអស់គ្នាទៅសិក្សាស្រាវជ្រាវទាំងអស់គ្នាជាចុងក្រោយខ្ញុំបាទសូមគោរពបងប្អូនទាំងអស់គ្នាជួបនៅសុខសប្បាយទាំងអស់គ្នាសូមអរគុណ